Ok, số đây là cái này, nơi trong video này cái sự sam bị Macri Tool. Trong Macri Tool cái miền rectangle, miền ellipse, miền row, miền single column chỉ đạo. Trong nơi trong video này đấy, trong năng bari là đặc điểm nơi đặc biệt để dân ai phơi rụp hiệp nơi tầm rộngแบบนี้ bạn. Trong năm bay có mấy khát về review trong nơi đặc điểm từ mới với trong đặc điểm, từ bốn cái nơi đặc điểm từ bằng cách nơi cái đa sản, nơi sản xuất cái ngheរបស់nơi đặc điểm mà, trong Control N ឬក៏ Command N ហើយខ្ញុំយកកន្លែង save preset របស់ខ្ញុំគឺខ្ញុំយក1920 គុណ 18 អូខេអញ្ចឹងខ្ញុំបានហើយគឺអ្នកទាំងអស់គ្នាត្រូវស្គាល់អំពីឧបករណ៍មួយនេះគឺទាក់ទង rectangle rectangular macro tool អញ្ចឹងឧបករណ៍នេះគឺយើងប្រើសម្រាប់កាត់រូបភាពជាឧទាហរណ៍ខ្ញុំបើកនៅរូបភាពណាមួយក៏បានខ្ញុំអាចយករូបនៃមកបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែយកឧបករណ៍អ្នកទាំងអស់គ្នាឧបករណ៍ហ្នឹងមក select អ្នកនរគ្នា select មកចុច shift ដើម្បីឲ្យវាត្រង់ឬក៏ចេញជារាងការ៉េបើអ្នកគ្នាបលែងគឺអ្នកគ្នាអាចរើសទៅតាម perspective របស់អ្នកគ្នាដែលមើលទៅថា perspective អ្នកគ្នាចង់បានប៉ុណ្ណាយកប៉ុណ្ណឹងទៅបើអ្នកគ្នាចង់បានថាខ្ញុំយកប៉ុណ្ណេះអញ្ចឹងចុច selection tool ដើម្បីយើងទាញរូបភាពនេះយកមកដាក់ទៅលើកន្លែង select កិច្ចការងាររបស់យើងគេអញ្ចឹងយើងអាចមកស្ដាប់យកពាក្យថា convert to smart object ដើម្បីឲ្យរូបភាពរបស់យើងកុំឲ្យវាខូច quality នៅពេលយើងបរួមអូខេចឹងនៅក្នុង selection tool macro tool ellipse គឺដូចគ្នា ellipse ហ្នឹងអ្នកគ្នាចុច shift ដើម្បីវាមូលបើអត់ចុច shift ទេគឺយើងអាចរីករួមទៅតាមអ្វីយើងចង់បានតែខ្ញុំចង់បានមូលនេះយើងរួមបែបនេះមកចុច selection tool ដូចគ្នាទាញវាយកមកដាក់អូខេឃើញអត់អ្នកនរគ្នាចឹងក្នុងលក្ខខណ្ឌមួយបើសិនអ្នកគ្នាចង់ឲ្យរូបភាពនេះវា sprawl នៅខាងក្រៅលក្ខណៈ feather ចឹងអ្នកនរគ្នាត្រូវមកស្ដាំយកឧបករណ៍មួយណាក៏បានពីរហ្នឹងអ្នកគ្នាត្រូវទៅឡើង feather ហ្នឹងគឺធ្វើឲ្យរូបភាពរបស់យើងវា sprawl នៅខាងក្រៅអូខេចឹងខ្ញុំ sample មើលខ្ញុំយកបែបនេះហើយ selection tool មកហើយខ្ញុំទាញយកមកដាក់ក្នុងនេះហើយអ្នកគ្នាអាចមើលបានទៀតរូបថតរូបភាពរបស់យើងគឺវាបែប sprawl ចឹងហ្នឹងឯងតើតើនឹង feather អូខេចឹងអ្នកគ្នានៅមើលទៀតរាងកងបែបនេះរាងបែបនេះគឺយើងរួចហើយប៉ុន្តែនៅមួយទៀតគឺតើតង color នេះគឺអ្នកនរគ្នាត្រូវ specific មួយទៅនឹងlayer ចឹងដំបូងគឺខ្ញុំចង់សូមអ្នកនរគ្នារបៀបដែលយើងអាចធ្វើរូបកងឲ្យ curve របស់យើងវាកងចឹងអ្នកគ្នាយកមិនថាអ្នកគ្នាយក rectangle ឬក៏ ellipse ដូចគ្នាទេចឹងអាចឲ្យកងរាងការ៉េនេះគឺអ្នកគ្នាជាលក្ខណៈ rounded ហ្នឹងគឺអ្នកគ្នាយក rectangle ហ្នឹងមកហើយខ្ញុំយកកាត់វាជាការ៉េបែបនេះហើយចូល selection tool ហើយនេះអូខេ sorry អ្នកនរគ្នាចឹងនៅពេលអ្នកគ្នាដាក់បែបនេះហើយអ្នកនរគ្នាត្រូវចូលទៅក្នុង select ហើយអ្នកនរគ្នាយក modify ហើយអ្នកគ្នាយកពាក្យថា smooth ដើម្បីឲ្យយើងទាញ curve នេះយកឲ្យវារាងកោងលក្ខណៈ rounded ហើយខ្ញុំសូមយក68សាក់មើលឃើញអ្នកគ្នាឃើញកោងអត់ចឹងនៅពេលយើងយកមកអ្នកនរគ្នាត្រូវចុច selection ហើយអ្នកគ្នាទាញមកឃើញអត់យើងបានរូបជាលក្ខណៈ curve ឬក៏ rounded មួយទៀតគឺតកតងទៅនឹងឧបករណ៍ធួរបស់យើងគឺ single row macro and single column ដូចគ្នាអ្នកគ្នាប្រើដូចគ្នាទេអត់ជាបញ្ហាទេអញ្ចឹងខ្ញុំនឹងសូមអ្នកគ្នារបៀបដែលយើងអាចចាក់ពើចូលក្នុងហ្នឹងបានអញ្ចឹងអ្នកគ្នាអាចយកឧបករណ៍មួយដែលយើងយកប្រើខ្ញុំយក rectangle ហើយខ្ញុំគូសវាបែបនេះអញ្ចឹងអ្នកគ្នាត្រូវបង្កើត layer មួយបើសិនបើអ្នកគ្នាអត់បង្កើតទេនៅពេលយើងចាក់ពើចូលគឺអ្នកពើនឹងជាប់នៅក្នុង layer ហ្នឹងឯងចឹងអ្នកគ្នាត្រូវបង្កើត layer មួយហើយអ្នកគ្នាយកពើមកអ្នកគ្នាចង់បានពើណាឧទាហរណ៍ពើបៃតងចុច alt delete មកចាក់ពើខាងលើcontrol delete ចាក់ពើផ្នែកខាងក្រោមខាងលើ foreground ខាងក្រោម background ចឹងបានហើយអ្នកនរគ្នាចឹងអ្នកគ្នាអាច move បានគេអ្នកគ្នាអាច move ទៅខាងណាក៏បានដែរចឹងផ្សេងទៀតគឺដូចគ្នាវងមូលអីគឺដូចតែគ្នាទេវងមូលអ្នកគ្នាយក ellipse មកហើយអ្នកគ្នា select បែបនេះមក select យកមូលអីចឹងទៅហើយអ្នកគ្នាត្រូវតែបង្កើត layer មួយហើយអ្នកនរគ្នាអាចរើសពណ៌ទៅពណ៌មួយណាដែលអ្នកចង់បានចុច add delete ឬក៏ command delete បើសិនបើវាចេញ feather បែបនេះគឺអ្នកនរគ្នាត្រូវ back មកហើយអ្នកគ្នាត្រូវបន្ថយដក feather អស់បើសិនយកចង់បាន feather thìអ្នកគ្នាដកឲ្យអស់ទៅបូក layer ម្ដងទៀតហើយចាក់ add delete មកឬក៏ option delete នៅក្នុង map អូខេឃើញអត់អ្នកនរគ្នាគឺយើងបានហើយចឹងនៅក្នុងឧបករណ៍នេះគឺមានតែប៉ុណ្ណឹងឯងវាមានច្រើនទៀតក៏ប៉ុន្តែយើង basic tool គឺយើងសិក្សាប៉ុណ្ណឹងសិនទៅហើយ
នៅក្នុង single row គឺដូចតែគ្នាទេអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចរើសមកថតប៉ុណ្ណេះគេបូក layer អញ្ចឹងដូចគ្នាធ្វើយើងដាក់ line មួយ line មួយ line បែបនេះឃើញអត់ចឹងប៉ុណ្ណឹងឯងអ្នកនរគ្នានៅក្នុង tool ទាក់ទងទៅនឹង Macri tool របស់យើងគឺយើងប្រើសម្រាប់កាត់រូបហើយអ្នកគ្នាអាចធ្វើវាជា layer បែបហ្នឹងក៏បានដែរជារូបភាពឬក៏ជា shape បែបហ្នឹងក៏បានដែរអត់ជាបញ្ហាទេអ្នកនរគ្នាចង់អរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះនៅវីដេអូបន្ទាប់គឺយើងសិក្សាអំពី selection tool របៀបដែលយើងអាចកាត់រូបចឹងនៅក្នុងវីដេអូនេះគឺយើងមានតែ4 tool ទេគឺ Macri tool មាន rectangle ellipse single row ហើយនិង single column អូខេអរគុណច្រើនអ្នកនរគ្នាជួបខ្ញុំនៅវីដេអូបន្ទាប់